Hello everyone, welcome back to our class. Today we are going to learn about feeling. Yeah. Do you know about the word feeling? ចាសួស្តីបងប្អូនអ្នកសិក្សាភាសាអង់គ្លេសទាំងអស់គ្នាចឹងថ្ងៃនេះយើងនឹងសិក្សាអំពីពាក្យដែលទាក់ទងទៅនឹងអារម្មណ៍ដែលភាសាអង់គ្លេសហៅថា feeling ចាឥឡូវចាប់ផ្ដើមរៀនជាមួយអ្នកគ្រូទាំងអស់គ្នាចាចឹងពាក្យទី1ហ្នឹងគឺមានន័យថា sad មានន័យថាព្រួយចិត្តឬក៏អត់សប្បាយចិត្តគឺ sad យ៉ាចឹងយើងមើល IPA របស់វាគឺ S សំឡេងវា A និមិត្តសញ្ញា A និង E ជាប់គ្នានឹងស្រៈ A D D sad sad វាចេញជា sad ទាំងវិញណា sad yeah sad មានន័យថាអត់សប្បាយចិត្តឬក៏ព្រួយចិត្តចឹងណា I feel sad because I lost my toy okay I feel sad because I lost my toy okay ខ្ញុំមានអារម្មណ៍ថាព្រួយចិត្តឬក៏អត់សប្បាយចិត្តព្រោះខ្ញុំបានបាត់តុក្កតារបស់ខ្ញុំចាអញ្ចឹងពាក្យថា I ខ្ញុំមានន័យថាខ្ញុំ feel នេះមានន័យថាអារម្មណ៍ណា sad មិនសប្បាយចិត្តឬក៏ព្រួយចិត្តណា because ពីព្រោះបើប្រែថាពីព្រោះlost មានន័យថាបានបាត់ណា my របស់ខ្ញុំ toy នេះតុក្កតាឬក៏របស់លេងអូខេចាឥឡូវយើងចូលមើលពាក្យទី2នេះគឺពាក្យថា homesick យ៉ាមានន័យថានឹកផ្ទះចាអញ្ចឹងមានអារម្មណ៍ថានឹកផ្ទះណាថ្ងៃនេះណាអញ្ចឹងនៅក្នុង IPA របស់វាគឺបែបនេះអញ្ចឹងយើងប្រកប h h ចា e បញ្ចានឹង u ធំនេះវាស្មើនឹងស្រៈ o IPA យើងរៀនថ្ងៃមុនស្រៈផ្សំហ៎ h o m home thick home thick ម្ដងទៀត h o m home thick home thick អូខេយ៉ាមានន័យថានឹកផ្ទះមួយទៀត I feel homesick when I stay away from my family okay I feel homesick when I stay away from my family ណាអញ្ចឹងខ្ញុំមានអារម្មណ៍ថានឹកផ្ទះចានៅពេលដែលខ្ញុំនឹងនៅឆ្ងាយពីក្រុមគ្រួសាររបស់ខ្ញុំណាអញ្ចឹងពាក្យថា feel នេះមានន័យថាអារម្មណ៍ដូចមិញដែរ homesick នឹកផ្ទះ one នេះពេលដែលចាប្រែថាពេលដែល stay មានន័យថាស្នាក់នៅaway មានន័យថាឆ្ងាយនៅឆ្ងាយអញ្ចឹងណា from មានន័យថាពីហ្នឹងមិនមែនពីចំនួនទេពីចម្ងាយអីចឹងណាចា my family មានន័យថាគ្រួសាររបស់ខ្ញុំ I feel homesick when I stay away from my family ចូលមើលបន្តទៀតគឺពាក្យថា proud ចាមានន័យថាមោទនភាពចាឬក៏មានន័យថាមោទនភាពមានន័យថាភាពអំនួតលើខ្លួនឯងដែលយើងអាចធ្វើអ្វីមួយបានអញ្ចឹងមានន័យថាមោទនភាពហ្នឹងហើយចាអញ្ចឹង proud អញ្ចឹងពេលយើងប្រកបមើល IPA របស់វាគឺបែបនេះចាំមើល PR pr A តូចនិង U ធំនេះគឺអាវស្រៈអាវ D D proud យ៉ាមោទនភាពយ៉ា I am proud of my hard work yeah I am proud of my hard work yeah អញ្ចឹងខ្ញុំមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់ខ្ញុំយ៉ាអញ្ចឹងមោទនភាពចំពោះភាពជោគជ័យរបស់គេហ្នឹងគឺដោយសារតែការខិតខំប្រឹងប្រែងនឹងឯងអញ្ចឹងពាក្យថា hard work មានន័យថាខិតខំប្រឹងប្រែងចា hard working មានន័យថាខិតខំប្រឹងប្រែងធ្វើការងារអញ្ចឹងណា proud មានន័យថាមោទនភាពចាអញ្ចឹង my របស់ខ្ញុំចាពាក្យថា proud ហ្នឹងគឺវាបញ្ចេញពីអារម្មណ៍របស់យើងហ្នឹងឯងគឺតកតងនឹង feeling ហ្នឹងចាអូខេ excited it's excited អូខេមានថារំភើបចាមានអារម្មណ៍ថារំភើបអូខេឥឡូវយើងមើល IPA របស់វាចា I ធំនេះសំឡេងវា e cake ik yeah ik yeah s I
I A តូចនិង I ធំសំលេង I T excited yeah excited បើយើងអានតាមនេះ excited អញ្ចឹងណាបើយើងអានជាទូទៅ excited អញ្ចឹងណាបើយើងមើលតាម sing excite okay yeah we are excited for the school trip okay we are excited for the school trip okay យើងឬក៏ពួកយើងរំភើបចំពោះដំណើរកម្សាន្តសាលារៀនរបស់យើងហ្នឹងគឺមានដំណើរកម្សាន្តនៅទីនេះណាចាអញ្ចឹងពាក្យថា excited ហ្នឹងហើយគឺមានន័យថាអារម្មណ៍រំភើបហ្នឹង for ហ្នឹងមានន័យថាសម្រាប់ school សាលារៀន trip នេះមានន័យថាដំណើរកម្សាន្ត trip yeah we are excited for the school trip អូខេឥឡូវយើងមើលបន្តទៀតគឺពាក្យថា scared yeah ឥឡូវមានន័យថាភ័យខ្លាចឥឡូវយើងមើល IPA របស់វានេះ SK ស្កឹ SK ខស្កឹស្កឹអញ្ចឹងណាស្កឹ E តូចហើយនឹង E បញ្ចាស់នេះគឺ ear ស្កឹ scared អូខេន័យថាភ័យខ្លាច I feel it scared in the dark room okay I felt scared in the dark room ចាខ្ញុំមានអារម្មណ៍ថាភ័យខ្លាចនៅពេលនៅក្នុងបន្ទប់ងងឹតអូខេអញ្ចឹងពាក្យថា scare ហ្នឹងគឺមានអារម្មណ៍ភ័យខ្លាច feel ហ្នឹងមានមកពីពាក្យ feel អារម្មណ៍នឹងឯងប៉ុន្តែនេះគឺជាអតីតកាលដែលកាត់ឡើងរួចហើយអញ្ចឹងវាកាត់ជា felt អូខេdark ងងឹត room បន្ទប់ dark room បន្ទប់ងងឹតអូខេ bored អូខេមានន័យថាធុញទ្រាន់ឬក៏អផ្សុកចាយើងអាចប្រើពាក្យថា bored yeah អញ្ចឹងយើងមើល IPA របស់វា B បើ C បញ្ចាស់ខាងចុច2នេះ R បើ bored អូខេអញ្ចឹង I am bored because there is nothing to do okay I am bored because there is nothing to do ខ្ញុំមានអារម្មណ៍ថាធុញទ្រាន់ណាព្រោះគ្មានអ្វីដែលត្រូវធ្វើទេអញ្ចឹងអត់មានអ្វីត្រូវធ្វើគឺមានអារម្មណ៍ថាធុញទ្រាន់អផ្សុកហ្នឹងហើយ to do គ្មានអ្វីដែលត្រូវធ្វើអូខេ because ពីព្រោះណា there is នេះមានន័យថាមានបើយើងប្រើទូទៅចាថា there is nothing to do មានន័យថាគ្មានអ្វីដែលត្រូវធ្វើវិញអូខេម្ដងទៀត I am bored because there is nothing to do okay